សូមជំរាបសួរសាធារណជនជាទីរាប់អានថ្ងៃនេះខ្ញុំចង់បង្ហាញអំពីលក្ខណៈសុវត្ថិភាពមួយចំនួននៅលើក្រដាសប្រាក់រៀលជាបឋមខ្ញុំសូមបញ្ជាក់ផងដែរថាក្រដាសប្រាក់រៀលគ្រប់ប្រភេទទាំងអស់ត្រូវបានផលិតឡើងដោយការយកចិត្តទុកដាក់គិតគូរពីលក្ខណៈសុវត្ថិភាពនិងប្រសិទ្ធភាពខ្ពស់ក្នុងការការពារការក្លែងបន្លំនានានៅក្នុងវីដេអូនេះដែរខ្ញុំចង់បង្ហាញពីលក្ខណៈសុវត្ថិភាពចំនួន5ចំណុចដែលមាននៅលើក្រដាសប្រភេទ 50000 រៀលដែលសាធារណជនអាចមើលដោយភ្នែកទទេបានចំណុចសុវត្ថិភាពទី1គឺបន្ទះ hologram កាត់ទទឹងផ្ទៃខាងមុខដែលជាបន្ទះស្ដើងពណ៌ទឹកប្រាក់ចំណុចនេះដែរគឺថានៅពេលដែលយើងកាន់ក្រដាសប្រាក់ផ្អៀងផ្អងចុះឡើងរូបភាពនិងពណ៌នៅលើបន្ទះស្ដើងនោះនឹងប្រែប្រួលឆ្លាស់គ្នាដែលមានជា logo ធនាគារជាតិនៅកម្ពុជានិងលេខ 50000 រៀលចំណុចទី2គឺខ្សែបង្កប់សុវត្ថិភាពលោហៈនៅក្នុងក្រដាសប្រាក់នៅពេលដែលយើងបត់ក្រដាសប្រាក់ចំចំណុចនេះយើងអាចស្ទាបដឹងពីភាពរឹងរបស់លោហៈដែលបង្កប់នៅក្នុងក្រដាសប្រាក់នេះចំណុចទី3គឺរូបបណ្ដុះព្រះឆាយាល័ក្ខណ៍ព្រះបរមរតនកោដ្ឋនិងផ្កាច័ន្ទបង្កប់នៅក្នុងក្រដាសប្រាក់ដែលអាចមើលឃើញទាំងសងខាងនៅពេលដែលយើងឆ្លុះនឹងពន្លឺចំណុចទី4គឺលេខ 50000 រៀលបញ្ច្រាស់គ្នានៅលើផ្ទៃខាងខ្នងនៃក្រដាសប្រាក់នៅពេលដែលយើងផ្អៀងក្រដាសប្រាក់នោះចុះឡើងទៅនឹងមានការប្រែប្រួលពណ៌គឺពណ៌ពីពណ៌មាសទៅពណ៌ទឹកប្រាក់ចំណុចទី5គឺចំណុចបោះពុម្ពគ្រើមដែលមាននៅលើចំណុចសំខាន់មួយចំនួននៅលើក្រដាសប្រាក់ដូចជាចំណុចព្រះឆាយាល័ក្ខណ៍ព្រះបរមរតនកោដ្ឋលេខ 50000 រៀលអក្សរ 50000 រៀលអក្សរធនាគារជាតិនៅកម្ពុជានិងចំណុចកែមសងខាងផ្នែកខាងក្រោមនៃក្រដាសប្រាក់ក្រៅពីចំណុចដែលខ្ញុំបានរៀបរាប់ខាងលើក្រដាសប្រាក់រៀលក៏នៅមានចំណុចសុវត្ថិភាពជាច្រើនផ្សេងទៀតដែលយើងអាចពិនិត្យមើលបានដោយប្រើឧបករណ៍បច្ចេកទេសប្រសិនបើសាធារណជនចង់ស្វែងយល់បន្ថែមទៅលើចំណុចសុវត្ថិភាពទាំងអស់ទៅលើក្រដាសប្រាក់អាចចូលទៅទាញយកប័ណ្ណប្រកាសពីគេហទំព័រធនាគារជាតិនៅកម្ពុជាតាម link ឬក៏ QR code ដែលមាននៅក្នុងវីដេអូនេះខ្ញុំក៏សូមលើកទឹកចិត្តដល់សាធារណជនទាំងអស់មេត្តាជួយចូលរួមរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចនិងធនាគារជាតិកម្ពុជាក្នុងករណីប្រទះឃើញក្រដាសប្រាក់សង្ស័យនិងសូមជៀសវាងការផ្សព្វផ្សាយបន្តនៅព័ត៌មានមិនច្បាស់ដែលបង្កឲ្យមានការភ័ន្តច្រឡំដល់សាធារណជនទូទៅសូមអរគុណ